ខ្ញុំបានមើលព័ត៌មានខ្លះដែរទាក់ទងជាមួយនឹងគោលនយោបាយហើយខាងសហគមន៍យើងក៏ត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកឱកាសឈានទៅដល់ទីផ្សារធំដូចជាការកែច្នៃការវេចខ្ចប់ហើយនឹងការសិក្សាអំពីសក្តានុពលអន្តរជាតិទីផ្សារអន្តរជាតិផងដែរសម្រាប់ខ្ញុំក្នុងនាមជាថ្នាក់ដឹកនាំម្នាក់នៅក្នុងសហគមន៍ដែរគឺខ្ញុំបានរៀបចំជាមួយនឹងថាគោលការណ៍ពេលក្នុងរបស់សហគមន៍ដើម្បីយើងអាចចាប់ឱកាសទីផ្សារអន្តរជាតិបានទីមួយគឺយើងបរឹងទៅលើគោលនយោបាយខាងការអនុវត្តកសិកម្មល្អកសិករទាំងអស់គឺគាត់ទទួលបានការអប់រំផ្នែកអនុវត្តកសិកម្មល្អ GAP ហើយគាត់ទទួលបានវិញ្ញាបនបត្រហើយយើងក៏មានក្រុមបច្ចេកទេសសម្រាប់តាមដានពីការធ្វើកសិកម្មរបស់គាត់អញ្ចឹងមានន័យថានៅពេលដែលដំណាំម្រេចមានបញ្ហាគឺយើងមានក្រុមបច្ចេកទេសដើម្បីដោះស្រាយជូនគាត់អញ្ចឹងមានន័យថាការប្រើប្រាស់ជីថ្នាំការអនុវត្តបច្ចេកទេសផ្សេងៗគឺស្ថិតលើក្រោមការគ្រប់គ្រងរបស់សហគមន៍ហើយយើងក៏ជឿជាក់ 100% ថាកសិករទាំងអស់នៅក្នុងសហគមន៍គឺគាត់នឹងធ្វើតាមគោលការណ៍នេះផងដែរព្រោះអីយើងក៏ដើរតែមួយឯងគឺយើងចង់ឲ្យផលិតផលរបស់យើងមានគុណភាពមានស្តង់ដារហើយអាចប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិបានហើយនិយាយពីរឿងគុណភាពដោយសារតែយើងតែចាប់ផ្ដើមរយៈពេល1ឆ្នាំអញ្ចឹងសមាជិកមួយចំនួនដែលគាត់ជាសមាជិកថ្មីគឺយើងកំពុងតែតាមដានជាមួយនឹងទិន្នផលនៅក្នុងឆ្នាំថ្មីបើសិនជាដល់ពេលវេលាដែលប្រមូលផលយើងនឹងយកផលិតផលរបស់គាត់ហ្នឹងទៅទេសនាបើសិនជាមានសារជាតិគីមីយើងនឹងចាប់គាត់ទុកម្ដុំហើយសម្រាប់គុណភាពវិញគឺយើងចម្រាញ់យកកសិករដែលគាត់បានទទួលយកវិញ្ញាបនបត្រ GAP ហ្នឹងគឺយើងដាក់គាត់នៅក្នុងចង្កមួយដែលយើងនឹងជំរុញគាត់ចូលទីផ្សារមួយក្រុមអញ្ចឹងណាដល់ពេលកសិករដែលគាត់ទៅចូលថ្មីឬក៏កសិករដែលអត់មានវិញ្ញាបនបត្រ GAP យើងនឹងព្យាយាមបណ្ដុំបណ្ដាលគាត់ហើយជំរុញគាត់ដើម្បីឲ្យទទួលបានវិញ្ញាបនបត្រ GAP ហើយនឹងឲ្យគាត់យល់ដឹងពីអត្ថប្រយោជន៍នៃការអនុវត្តកសិកម្មល្អជាពិសេសគឺទទួលបានតម្លៃបន្ថែមដែលខាងសហគមន៍លើកទឹកចិត្តខ្លាំងមែនទែននិយាយទៅខាងកសិករនៅក្នុងសហគមន៍កសិកម្មទំនើបម្ដេចមាត់ត្បូងឃ្មុំនេះគឺយើងត្រៀមខ្លួនរួចជាស្រេចតាំងពីដើមឆ្នាំ2025មកម្លេះចាដោយសារតែយើងសម្លឹងមើលឃើញវែងឆ្ងាយជាពិសេសគឺយើងតែងតែចូលរួមជាប់ជានិច្ចជាមួយនឹងវគ្គបណ្ដុះបណ្ដាលឬក៏កិច្ចប្រជុំនីមួយៗដែលខាងក្រសួងក៏រៀបចំចឹងហើយរាល់គោលការណ៍នីមួយៗដែលយើងទទួលបានពីខាងក្រសួងគឺយើងយកមកជូនព័ត៌មានបន្ថែមដល់សមាជិកជាពិសេសគឺថ្នាក់ដឹកនាំរបស់សហគមន៍ហើយពួកយើងក៏ចាប់ផ្ដើមធ្វើការតាមដានការងារចាប់ពីពេលនេះហើយសង្ឃឹមថានៅក្នុងពេលដែលរដ្ឋាភិបាលគាត់ប្រកាសចេញនូវគោលនយោបាយថ្មីយើងគឺនឹងត្រៀមខ្លួនរួចជាស្រេចហើយក៏មានភាពរឹងមាំគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងយកទីផ្សារខ្ញុំជឿជាក់ថាគោលនយោបាយរបស់រដ្ឋាភិបាលនឹងជួយជំរុញឲ្យសេដ្ឋកិច្ចរបស់កសិករយើងកាន់តែល្អប្រសើរជាពិសេសបច្ចុប្បន្នគឺកសិកររបស់យើងគឺគាត់អាចផលិតបានហើយប៉ុន្តែតកតងមួយគុណភាពតកតងជាមួយតម្លៃទីផ្សារគឺយើងត្រូវការសិក្សាបន្ថែមអញ្ចឹងខ្ញុំគិតថាពេលដែលគោលនយោបាយចេញមកយើងនឹងមានកន្លឹះឬក៏មានចំណុចសិក្សាមួយចំនួនដែលអាចធ្វើឲ្យយើងឡើងមកកម្រិតទៀតជាចុងក្រោយសម្រាប់ខ្ញុំក្នុងនាមជាថ្នាក់ដឹកនាំម្នាក់របស់សហគមន៍កសិកម្មទំនើបម្រេចនីមួយត្បូងឃ្មុំខ្ញុំចង់អំពាវនាវដល់បងប្អូនកសិករជាពិសេសគឺកសិករដែលដាំដំណាំគ្រប់ប្រភេទមិនមែនជាដំណាំម្រេចទេប៉ុន្តែគឺកសិករដែលគាត់ដាំដំណាំគ្រប់ប្រភេទដែលជាចំណីអាហារសូមឲ្យគិតគូរពីសុវត្ថិភាពជាពិសេសគឺអ្នកប្រើប្រាស់បើសិនជាអ្នកទាំងអស់គ្នាចង់ឲ្យផលិតផលមានទីផ្សារល្អមានគុណភាពល្អអាចប្រកួតប្រជែងបានត្រូវតែគិតគូរពីគុណភាពជាពិសេសគឺសុវត្ថិភាពក្នុងការសម្រាប់អ្នកទទួលទាន